ដោយសារនេះជាការ trend លើកទី1ផងខ្ញុំអញ្ចឹងពីដំបូងខ្ញុំគិតថាប្រហែលជាមិនមានអីសំខាន់ទេគ្រាន់តែជា first aid training ទេដូចយើង training ធម្មតាគ្រាន់តែការរៀនជាទ្រឹស្ដីប៉ុន្តែជាក់ស្ដែងអីដែលខ្ញុំទទួលបានថ្ងៃនេះក្រៅពីទ្រឹស្ដីគឺការអនុវត្តផ្ទាល់ដែលខ្ញុំគិតថាវាជាគុណតម្លៃមួយដែលខ្ញុំអាចជួយទៅកាន់មនុស្សជុំវិញខ្លួនខ្ញុំនៅពេលដែលគាត់មានអាសន្នអីមួយដែលអាចថាអត់អាចមានពេទ្យឬក៏មានអីជួយគាត់ទាន់ពេលវេលាខ្ញុំគិតថាអីដែលអាសា happen ឬក៏ជាយូរ happen ម្ដងនៅក្នុងសាលាដោយសារយើងខាងសាលាយើងគឺជាសាលាអន្តរជាតិដែលយើងផ្ដោតទៅលើកីឡាអីដែរអញ្ចឹងពេលខ្លះក្មេងៗគាត់មានជាការលេងបាល់លេងអីអញ្ចឹងពេលខ្លះអាចមានថ្លោះមានក្រិចមានអីតិចតួចអញ្ចឹងខ្ញុំគិតថាការសង្គ្រោះបឋមថ្ងៃនេះដែលយើងហ៊ានតាក់ទងមួយថ្លោះឬការជួយសង្គ្រោះបឋមតាក់ទងមួយថ្លោះមួយក្រិចហ្នឹងគឺល្អមែនតើឬក៏រលាកអីតិចតួចហ្នឹងចាអញ្ចឹងយើងអាចជួយពួកគាត់បានទាន់ពេលវេលាចាករណីមួយទៀតដែរក៏តាក់ទងមួយការកកិតឬក៏ការឈាមច្រមុះពេលមេក្តៅពេលអីពេលគាត់ហូតអីអញ្ចឹងវាជាផ្នែកល្អមួយដែរដែលយើងមានវគ្គ training នេះអញ្ចឹងយើងក៏អាចជួយគាត់បានទាន់ពេលវេលាដែរអូខេដោយសារតែ Berkeley យើងផ្ដោតទៅលើសុវត្ថិភាពកុមារសំខាន់ព្រោះខ្ញុំគិតថាអាព្យាបាលតើតែលោកទុកចិត្តមកខាងសាលាហើយទៅលោកយកកូនមកដាក់មកសាលាអញ្ចឹងអីដែលសំខាន់សាលាគាត់មានគុណតម្លៃថាអូខេគ្រូមិនថាបុគ្គលិកគ្រប់ជាន់ថ្នាក់គាត់ត្រូវតែអាចជាបុគ្គលមួយដែលអាចសង្គ្រោះក្មេងៗបានទាន់ពេលវេលាគ្រប់ទីកន្លែងអញ្ចឹងបានជាសាលាអញ្ជើញខាង Maxi Care មកចូលរួម train សម្រាប់លោកគ្រូអ្នកគ្រូនិងបុគ្គលិកទាំងអស់សម្រាប់ថ្ងៃនេះផងដែរអីដែលសំខាន់នេះគេទៀតខ្ញុំគិតថាវគ្គ CPR ប្រហែលជាវគ្គ CPR ប្រហែលជាត្រូវការមានជាការ update ឬក៏រៀនឲ្យត្រូវការអនុវត្តបន្តរហូតព្រោះប្រហែលជាយើងមើលរូបភាពប្រហែលជាស្រួលប៉ុន្តែជាក់ស្ដែងខ្ញុំដែលអនុវត្តតគឺអត់ស្រួលទេជាពិសេសពេលមានខេសកាត់ឡើងភ្លាមអញ្ចឹងយើងមានជាការភ័យជាការអីអញ្ចឹងដោយលោកគ្រូអ្នកគ្រូបរៀនអញ្ចឹងគឺ confidence សំខាន់បំផុតក្នុងវគ្គ CPR នេះដោយសារការរៀនមួយវគ្គខ្ញុំគិតថាវាអត់ទាន់គ្រប់សម្រាប់ពួកគាត់ទេអញ្ចឹងគាត់ត្រូវការ upgrade skill គាត់រហូតបានន័យថាបន្តវគ្គថ្មីឬក៏ upgrade ខ្លួនគាត់រហូតក៏ដូចរំលឹកខ្លួនគាត់ឡើងវិញអញ្ចឹងខ្ញុំគិតថាការរៀនជា annual គឺល្អជាងរៀនតែម្ដងហើយបញ្ចប់ចោលខ្ញុំគិតថាល្អប៉ុន្តែអាចថាយើងមានកម្រិតនៅក្នុងវគ្គសិក្សាលើអាចថាជាពីអនុវិទ្យាល័យឡើងទៅដែលគាត់គិតថាគាត់អាចក្រៅពីគាត់ជួយខ្លួនគាត់ជួយមិត្តភក្តិគាត់បានគាត់អាចជួយបងប្អូនទូចបានចាតើតើមួយវគ្គស្នាយោគឺល្អមែនតើបានថាក្រៅពីការបង្រៀនជាក់ស្ដែងការអនុវត្តតជាក់ស្ដែងការធ្វើឧទាហរណ៍ជាក់ស្ដែងគឺខ្ញុំគិតថាវាជាកត្តាមួយដែលល្អដើម្បីជំរុញអ្នកទាំងអស់ដែលបានចូលរួមរៀនថ្ងៃហ្នឹងឲ្យគាត់យល់ដឹងហើយគាត់អាចអីដែលសំខាន់ដែលគាត់ហ៊ានហ្នឹងគាត់អាចយកទៅជួយមនុស្សជុំវិញខ្លួនគាត់បានមិនថាជាសិស្សមិនថាជាក្រុមគ្រួសារឬក៏អ្នកធ្វើការមួយគឺគាត់អាចជួយបានតែទាំងអស់ចា៎